បាទរុនសួស្ដីហើយជំរាបសួរដល់បងប្អូនទាំងអស់គ្នាអ្នកដែលស្រឡាញ់ម៉ូតូត្រៃទាំងអស់មានប្អូនប្រុសប្រហែលជាអាចប្អូនប្រុសខ្ញុំទេគាត់ចង់ស្ដាប់សំឡេងស៊ីម៉ាំងនេះមិនមែន F ទេគឺ Delta ទេអានេះខ្ញុំទិញ sticker បិទប៉ុន្តែអាហ្នឹងស៊ីនណា Delta ហ្នឹងស៊ីម៉ាំងស៊ីនហើយអញ្ចឹងខ្ញុំឆ្លើយតបមួយ comment គាត់ខ្ញុំឲ្យបងទាំងអស់គ្នា friend ទាំងអស់គ្នាស្ដាប់សំឡេងអញ្ចឹងណាបាទសំឡេងបំពង់ស៊ីម៉ាំង Delta នេះវាអត់សូវព្រោះដោយ FMF ឬមួយក៏Akramovic ឬមួយក៏សំឡេងស៊ីម៉ាំងផ្សេងទេសំឡេងវាអត់សូវងុំអញ្ចឹងណាហើយសំឡេងវាដំបងក៏ខ្លាំងដែរវាខ្លាំងណាសំឡេងលាន់ខ្លាំងប៉ុន្តែខ្ញុំទិញឆ្នុកដាក់នេះខ្ញុំទិញឆ្នុកដាក់ឡើងនេះតែខាងក្នុងខ្ញុំទិញឆ្នុកមកហើយវាយទំលាយឆ្នុកនឹងបំបែកទៅហើយដាក់ចូលព្រោះកាលណាដាក់ឆ្នុកស្ទះពេកទៅគឺធ្វើឲ្យមុនដំបូងដាក់ឆ្នុកទៅធ្វើឲ្យទំលេងរបស់យើងជិះទៅយើងស្ទះឆ្លក់អញ្ចឹងខ្ញុំក៏ទម្លុះឆ្នុកនឹងទៀតឆ្នុកខាងក្នុងហ្នឹងយើងទុកតែប្រទះទៅហើយឆាបវាឲ្យវាប្រហោងធំហើយទី2គឺខ្ញុំដាក់នេះខ្ញុំឲ្យខាងជាងស៊ីម៉ាំងផ្សារនេះបន្ថែមអញ្ចឹងទៅសំឡេងវាចាប់ដើមវាងុំតែវាអត់បែកសំឡេងវាព្រោះអញ្ចឹងប៉ុន្តែស៊ីម៉ាំងនេះស៊ីនហើយនៅស្អាតគ្រាន់ថាកាលណាយើងលឺខ្លាំងពេកជិះវារំខានដល់គេអ្នកធ្វើដំណើរដូចគ្នាហើយយើងក៏ថ្លង់ដែរតិចយើងស្ដាប់ទៅលឺសូរទៅសំឡេងវាខ្លាំងពេកប៉ុន្តែសម្រាប់បងប្អូនដែលចូលចិត្តសំឡេងខ្លាំងអាហ្នឹងខ្ញុំក៏អត់ដឹងធ្វើមិនដែរអាហ្នឹងចំណងនៅចិត្តរៀងខ្លួនទេណាតែសម្រាប់ខ្ញុំត្រូវជិះទៅធ្វើការត្រូវជិះទៅក្រសួងអញ្ចឹងវាលឺខ្លាំងពេកវាខ្មាស់គេដែរអញ្ចឹងណាសម្រាប់ខ្ញុំសម្រាប់បងប្អូនទាំងអស់គ្នាមិនអីគឺមិនអីទេដំបូងអញ្ចឹងខ្ញុំនិយាយអំពីម៉ូតូនេះតិចពាក់ព័ន្ធជាមួយនឹងការទិញដំបូងណាអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែមានក្តីសម័យទៅសម្រាប់បងប្អូនជំនាន់ក្រោយណាខ្ញុំធ្លាប់ជិះម៉ូតូតាំងពីឆ្នាំ2003 2004ណាខ្ញុំជិះម៉ូតូហើយបន្ទាប់មកទៀតក្រោយមក2008ខ្ញុំមាន SL ជិះហ្នឹងបន្ទាប់មាន SL ហើយយើងក៏ចាប់ដើមដូរទៅជាសង់ហើយបន្ទាប់មកទៀតខ្ញុំក៏ដូរទៅជិះពួកខ្ញុំធ្លាប់ទិញពួក Yamaha 125ដូចជា125អញ្ចឹងទិញមកជាតិកើតទេកម្លាំង125អីជាតិលក់វិញទិញថ្មីបកកេះហើយតមកទៀតទិញឌុកទៀតឌុកក៏ជាតិកើតដែរបងរឹងហើយសំឡេងខ្សុលអាហ្នឹងសម្រាប់ខ្ញុំណាហើយអ្នកទាំងអស់គ្នាខ្ញុំមិនជំនាន់ក្រោយគឺយើងត្រូវមានក្តីសម័យណាសម័យអញ្ចឹងហើយយើងស្រឡាញ់អីយើង search មើលយើងស្រាវជ្រាវមើលសួរគេណាខ្ញុំមុននឹងទិញម៉ូតូនឹងមួយខ្ញុំដាក់ចិត្តរយៈពេល3ខែខ្ញុំស្រាវជ្រាវសួរជាងមើលក្នុង TikTok មើលក្នុង YouTube មើលក្នុង Facebook ស្រាវជ្រាវជាមួយនឹងឯកសារផ្សេងដែលអ្នកដោយសារខ្ញុំចេះអង់គ្លេសខ្លះដែរអញ្ចឹងបើសិនជាអ្នកទាំងអស់គ្នាអត់ចេះអង់គ្លេសទេក៏អាចសួរជាងឬមួយក៏មើល TikTok ខ្មែរយើងទៅអញ្ចឹងខ្ញុំស្រាវជ្រាវហើយថាវាមានចំនួនណាវាមានពណ៌អីខ្លះអញ្ចឹងទៅបន្តមកទៀតខ្ញុំទៅហាងដើម្បីឲ្យយើងដឹងច្បាស់ហាងយើងមាននៅក្នុងហាងយើងវាមាន WO វាមានXR វាមានម៉ូតូផ្សេងត្រៃផ្សេងទៀតច្រើនណា
tôដែលជាង recommend ច្រើនហើយបងប្អូនយើងជិះទៅខាល្អគឺ XR ហ្នឹងហើយហ្នឹងណាហើយតាមមួយយើងស្រឡាញ់យើងហើយក៏មានអ្នកខ្លះបងប្អូនខ្លះគាត់ថាហ្នឹងហើយខ្ញុំនឹងគិតខុសល្ងងអីចឹងណាហើយបើយើងយក CRS វាបាន2025ហើយបានបកកេះទៀតហើយមិនបានទៅជាសម្រាប់ចិត្តយកម៉ូតូបន្ទឹកវិញប៉ុន្តែសម្រាប់ខ្ញុំនៅតែសម្រាប់ចិត្តយកវាទោះបីវារំលែកវាថ្លៃក៏ដោយដោយសារតែយើងទី1យើងដឹងពីគុណភាពរបស់វាទី2ក្តីសម័យរបស់យើងបើយើងចង់បានហ្នឹងហើយយើងកុំទៅតាមគេហើយយើង search មើលថាល្អហើយយើងយកទៅអញ្ចឹងណានេះគឺជាអ្វីដែលខ្ញុំឆ្លងកាត់កន្លងមកទេខ្ញុំចែកម្លែកបទពិសោធន៍ជូនបងប្អូនយើងហើយចាំឲ្យស្ដាប់សំឡេងម្ដងទៀត អូខេសង្ឃឹមថាបានឆ្លើយតបជាមួយនឹងបងប្រុសហើយជូនឲ្យស្ដាប់សំឡេងខ្ញុំកាលពីមកអត់ទាន់មានម៉ូតូដូចខ្ញុំបាននិយាយវីដេអូមុនអញ្ចឹងគ្រាន់តែបានស្ដាប់សំឡេងគ្រាន់តែបានមើលបងប្អូនយើងទៅគាត់ជិះគឺគាត់ផុសហ្នឹងក៏សប្បាយចិត្តដែរអញ្ចឹងបើខ្ញុំព្យាយាមថតទៅបើបងប្អូនយើងចាប់អារម្មណ៍ក៏មើលទៅតែបើសិនជាមើលហើយក៏មិនចាប់អារម្មណ៍ទេក៏មិនបញ្ហាដែរនឹងអរគុណច្រើនបងប្អូនសុខសប្បាយទាំងអស់គ្នាជូនពរអ្នកទាំងអស់គ្នាសម្រាប់ក្តីសម័យជាមួយនឹងម៉ូតូត្រៃទាំងអស់គ្នាអរគុណ